មូលហេតុអ្វីបានជាដៃគូខ្ញុំហើយខ្ញុំចិត្តតែឆ្លោះគ្នាឈប់សោះឈោសោះបងប្អូនយ៉ាងដឹងទេចាមូលហេតុមកពីយើងហើយនឹងគាត់នឹងពេលឆ្លោះគ្នាម្ដងចេះតែឆ្លោះគ្នាយើងអត់ព្រមឈប់ឆ្លោះហើយយកពេលហ្នឹង reflect មើលថាកំហុសហើយបានចេះតែឆ្លោះគ្នាអត់មានណា take a break សោះយើងគិតតែឆ្លោះចង់ចាញ់ចង់ឈ្នះជាមួយyou know ហើយម្នាក់ព្យាយាមដូចថាពន្យល់ពីខ្លួនឯងជាជាងស្ដាប់ម្នាក់ទៀតថាគេចង់និយាយអីគេហើយ understand ម្នាក់ទៀតថាមូលហេតុបានទៅជាអញ្ចឹងជាជាងយល់មកខាងទៀតមូលហេតុបានទៅជាអញ្ចឹងយើងតែងតែព្យាយាមពន្យល់ខាងយើងឲ្យគេ understand យល់យើងជាមួយដល់អញ្ចឹងទៅយើងនិយាយភាសាខុសគ្នាបងប្អូននិយាយហ្នឹងហើយបណ្ដាលយើងហើយគាត់តែងតែឆ្លោះគ្នាបើសិនយើង take a break យកពេលសម្រាប់ reflect បានទៅជាអញ្ចឹងជាមួយហើយជាអង្គុយឆ្លោះតតាំងជាមួយគាត់រិះគន់គាត់វិនិច្ឆ័យគាត់ជាមួយយើងរៀនយល់គាត់ understand គាត់ថាគាត់ចង់និយាយពីស្អីយើងស្ដាប់ភាសាគាត់វិញថាមិនគាត់និយាយពីគោយើងទៅនិយាយពីក្របីណាអ្នកខ្លះគាត់និយាយពីគោនោះពេលហ្នឹងឆ្លោះគ្នាពេលថ្ងៃនេះស្មើនឹងរឿងអេអញ្ចេះយើងលើករឿង C មកឬក៏រឿងកន្លងផុតមកជាមួយយកមកនិយាយជាមួយដល់អញ្ចឹងទៅវាខុសអត្ថបទជាមួយទៅជារឿងអត់ចេះឈប់បងប្អូននិយាយដូចថាយើងថ្ងៃនេះយើងឆ្លោះរឿងអេចោះដូចខ្ញុំនិយាយមិនអញ្ចឹងតែដល់ពេលដូចថាបកែចុកកែឡើងយើងថាអូកន្លងផុតមកបងឯងធ្លាប់ធ្វើជាមួយយើងយ៉ារឿងកន្លងផុតមកជាមួយដល់អញ្ចឹងតែរឿងនោះវាទៅជាវែងឆ្ងាយជាមួយអញ្ចឹងយើងគាត់ឆ្លោះគ្នាអត់ចេះឈប់អត់ចេះឈោសោះពីព្រោះយើងឆ្លោះរឿងអេយើងនិយាយទៅរឿងអេដូរដំណោះស្រាយទៅហើយរឿងស្ដាប់មកខាងទៀតជាមួយតែយើងអត់ទេអ្នកភិកច្រើនយើងតែងតែបញ្យល់ខាងយើងឲ្យគេយល់តែយកព្រមយល់មកខាងទៀតសោះអានេះមិនថាព្រមថាស្រីណាដល់អញ្ចឹងរឿងអត់ចេះចប់ទេបងប្អូនណាហ្នឹងឯងមូលហេតុយើងគាត់ចេះតែឆ្លោះគ្នាអូខេបើយើងរៀនយកពេលហ្នឹង understand មនុស្សម្នាក់ទៀតហើយដែលបាននៅចំណុចហ្នឹងខ្ញុំនិយាយតាមត្រង់ពេលខ្ញុំមាន conflict ជាមួយកូនខ្ញុំថាអីក៏ដោយខ្ញុំតែងយកមកពិចារណាថាចេះមិនទៅជាអញ្ចឹងហើយខ្ញុំ reflect មើលសិនដល់អញ្ចឹងរឿងហ្នឹងកើតឡើងចំពោះខ្ញុំម្ដងទៀតទេតែបើខ្ញុំព្រម reflect ទេមើលកំហុសរបស់ខ្ញុំទេណារឿងហ្នឹងកើតឡើងចំពោះខ្ញុំម្ដងទៀតដល់ពេលខ្ញុំរៀន understand កូនខ្ញុំវិញ you know មានតែអូមូលហេតុជាមួយបងប្អូនខ្ញុំឧទាហរណ៍បងប្អូនយល់អញ្ចឹងណាមិនថាជាមួយកូនថាជាមួយចដូនចលាបងប្អូនអីគេណាបើយើងអត់មានពេល reflect មើលកំហុសយើងទេយើងដឹងតែត្រូវរហូតអត់ចេះខុសសោះហ្នឹងបញ្ហានៅកន្លែងហ្នឹងឯងហើយយើងមិនដែលមានតំណងសិទ្ធស្នាជាមួយអ្នកណាទេពីព្រោះយើងអត់មានចេះខុសយើងមានចេះទទួលភាពកត្រូវមានពេល reflect មើលជាមួយចាថ្ងៃនេះខ្ញុំគ្រាន់ចង់បកស្រាយជូនបងប្អូនថា reflect មើលខ្លួនឯងឲ្យបានច្រើនហើយ take a break ពេលណាឆ្លោះគ្នាម្ដងយើងយកពេលហ្នឹងទៅពិចារណាកំហុសខ្លួនថាមួយឯងទៅជាអញ្ចឹងខុសយើងឬខុសគាត់ជាមួយហើយមិនបណ្ដាទៅជាអញ្ចឹងជាមួយពេលយើងស្វែងរកកំហុសជាមួយយើងដឹងលើក្រោយយើងអត់មានប្រតិកម្មហ្នឹងទេយើងថាអូវាអញ្ចឹងជាមួយចានេះជាហេតុផលដែលយើងគាត់ចេះតែឆ្លោះគ្នាអត់ចេះឈប់អត់ចេះឈោអត់ចេះអីអស់សោះព្រោះយើងអត់ព្រមយល់ម្នាក់ទៀតយើងគិតចង់បញ្យល់ខ្លួនយើងទៅឲ្យគេហើយនឹងរិះគន់វិនិច្ឆ័យម្នាក់ទៀតឲ្យគេមានអារម្មណ៍ប៉ិននេះគេខុសរហូតត្រូវតែយើងមកដូចមិនថាដៃគូមិនថាយើងម្នាក់ចង់តែឈ្នះអត់ព្រមអ្នកណាចង់ចាញ់ហើយជាពិសេសជាឆ្លុះមនុស្សប្រុសវិញបងប្អូនណាវាអត់មានហេតុផលចង់ឈ្នះគាត់ទេណាចាញ់តែដើម្បីឈ្នះជាមួយមនុស្សប្រុសវាខាតពេលវេលារបស់យើងទូគាត់ខុសគាត់ត្រូវដែរខ្ញុំនិយាយមែនឲ្យគាត់ឈ្នះទៅខ្ញុំទៅចាញ់ស្រួលបំផុតខ្ញុំឈ្នះចង់បញ្ចប់ខ្ញុំមិនចង់ឈ្នះមនុស្សប្រុសទេជាមួយស្បីមួយកូនខ្ញុំក៏ដោយខ្ញុំទៅឈ្នះខ្មោចយកស្អីទេអូខេឲ្យវាឈ្នះចូលអូខេ good ដល់អ្នកឈ្នះពិតខ្ញុំវិញតែថាខ្ញុំយកឈ្នះវិញណាខ្ញុំចាញ់វិញពីផ្ទុយនេះអញ្ចឹងបងប្អូនណាចាអញ្ចឹងបើចង់ឈ្នះមនុស្សប្រុសទេចាញ់តែបីឈ្នះអូខេតែនេះខ្ញុំគ្រាន់ចង់ប្រាប់ហេតុផលតែមនុស្សស្រីយើងភាគច្រើនចេះតែឆ្លោះជាមួយដៃគូជាមួយណូពីព្រោះយើងអត់ព្រមឈប់សោះយើងព្យាចង់ចាញ់ឈ្នះបញ្យល់គាត់ហ្នឹងឯងបញ្ជាក់ជាមួយបើយើងរៀនយល់ពីគាត់អ្នកត្រង់បងប្អូននឹង better អូខេនឹងប្រសើរឡើងវិញចា take care សុខសប្បាយដល់គ្នា bye bye